រាល់បាយមួយគ្រាប់គឺពិតជាមានតម្លៃណាស់សុទ្ធតែញើសឈាមរបស់បងប្អូនកសិករខ្មែរយើងទាំងអស់គ្នាដើម្បីឲ្យការដាំដុះបានល្អដើម្បីឲ្យយើងមានអាហារហូបចុកគ្រប់គ្រាន់មានបាយហូបគ្រប់គ្រាន់តើបងប្អូនធ្លាប់ដឹងដែរឬទេថាយើងគួរតែអនុវត្តបច្ចេកទេសបែបណាដើម្បីឲ្យយើងទទួលបានទិន្នផលល្អអង្ករដែលមានគុណភាពបាយឆ្ងាញ់សម្រាប់យើងចុះបងប្អូនមានធ្លាប់ឮអំពីគោលការណ៍ស្រែល្អដែរឬទេថ្ងៃនេះ Channel រៀនពីកសិកម្មនឹងលើកយកប្រធានបទគោលការណ៍ស្រែល្អដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្វែងយល់ហើយនឹងយកទៅអនុវត្តនៅលើដីស្រែចម្ការរបស់បងប្អូនទាំងអស់គ្នាគោលការណ៍បច្ចេកទេសស្រែល្អគឺមាន7ចំណុចខ្ញុំនឹងរៀបរាប់អំពីចំណុចគោលទាំង7ដើម្បីឲ្យបងប្អូនបានស្វែងយល់គោលការណ៍បច្ចេកទេសស្រែល្អទី1គឺយើងនិយាយអំពីការពង្រាបដីឲ្យបានល្អទឹកនិងជីបែងចែកគ្នាបានស្មើល្អមិនមានទីទួលពេកនិងដីដែលនៅជ្រៅពេកកាលណាមានដីជ្រៅពេកដំណាំស្រូវមិនសូវដុះលូតលាស់បែកគុម្ពបានល្អនោះទេស្រូវដុះបានស្មើគ្នាល្អពេលពង្រាបដីស្អាតកាត់បន្ថយការចំណាយលើការប្រើប្រាស់ទឹកនិងការបូមទឹកជាដើមគោលការណ៍បច្ចេកទេសស្រែល្អទី2គឺបង្កើតចង្ហូរខ្វាត់ខ្វែងអាចធ្វើ3ទៅ5ម៉ែត្រមួយនៅក្នុងស្រែដើម្បីងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹកមានពន្លឺចាំងចូលក្នុងស្រែបានគ្រប់គ្រាន់កាត់បន្ថយការផ្ទុះឡើងនៃសត្វល្អិតនិងជំងឺងាយស្រួលដើរក្នុងស្រែថែទាំស្រូវបានល្អស្រូវដែលដុះតាមមាត់ចង្អូរមានការបែកគុម្ពមានគួរវែងគ្រាប់ច្រើនដែលអាចបំពេញកន្លែងបាត់បង់ដីយកធ្វើចង្អូរផងដែរគោលការណ៍បច្ចេកទេសស្រែល្អទី3គឺការប្រើប្រាស់ពូជសុទ្ធគ្រាប់ពូជដែលមិនលាយគ្រាប់ពូជស្រូវផ្សេងនិងគ្រាប់ស្មៅគ្រាប់ពូជដែលធន់ទ្រាំកត្តាចង្រៃស្រូវដុះលូតលាស់បានផលល្អស្រូវមានទីផ្សារនិងមានតម្លៃល្អការប្រើប្រាស់គ្រាប់ពូជអស់តិចស្រូវដុះលូតលាស់ស្មើគ្នាបានល្អគោលការណ៍បច្ចេកទេសស្រែល្អទី4ការគ្រប់គ្រងចន្លោះគុម្ពការព្រួសឬដាំស្រូវមួយគ្រាប់ដោយមិនឲ្យគ្រាប់ស្រូវនៅកៀកគ្នាពេកនិងគរលើគ្នានោះទេស្រូវមួយដើមអាចលូតលាស់ឫសនិងបែកគុម្ពបានល្អកាត់បន្ថយហានិភ័យនៃការកើតជំងឺកាត់បន្ថយការប្រើប្រាស់គ្រាប់ពូជបានមួយកម្រិតធំគោលការណ៍បច្ចេកទេសស្រែល្អទី5គឺការគ្រប់គ្រងទឹកផ្ដល់ខ្យល់អុកស៊ីសែនដល់ដីដែលជួយឲ្យឫសនិងដើមស្រូវលូតលាស់បានល្អប្រសើរកាត់បន្ថយហានិភ័យនៃការបំផ្លាញកត្តាចង្រៃកាត់បន្ថយការប្រើប្រាស់ទឹកនិងការបូមទឹកដំណាំស្រូវមានការបែកគុម្ពល្អធំថ្លោសដើមរឹងអាចកាត់បន្ថយរោគដែលកើតដល់ដំណាំស្រូវបានមួយចំនួនធំតាមរយៈការផ្លាស់ប្ដូរទឹកនៅក្នុងស្រែគោលការណ៍បច្ចេកទេសស្រែល្អទី6គឺការគ្រប់គ្រងជីជាតិដីការប្រើប្រាស់ជីកំប៉ុស្តឬជីសរីរាង្គគ្រាប់ជួយឲ្យដីផុសបានល្អជួយដល់សត្វមានប្រយោជន៍ដែលរស់នៅក្នុងដីដូចជាជន្លេនជួយឲ្យឫសស្រូវលូតលាស់ល្អនិងផ្ដល់សារធាតុចិញ្ចឹមនិងណូការប្រើជីអសរីរាង្គឬជីគីមីដែលសម្បូរសារធាតុ NPK និងសារធាតុ TE អាចជួយបង្កើនទិន្នផលដើម្បីប្រសិទ្ធភាពនិងនិរន្តរភាពជីជាតិដីការប្រើប្រាស់ជីគីមីគួរតែប្រើលាយជាមួយជីសរីរាង្គទ្រាប់បាតការដាំដំណាំគម្របដីនិងដំណាំជីបៃតងស្រស់មុនពេលដាំឬព្រួសស្រូវគឺបង្កើនជីជាតិដីបានល្អគោលការណ៍បច្ចេកទេសស្រែល្អទី7ការការពារដំណាំចម្រុះការការពារដំណាំតាមគោលការណ៍ចម្រុះរួមមានធ្វើការអនុវត្តនៅគោលការណ៍ទាំង7ចំណុចខាងលើប្រើប្រាស់បាញ់ថ្នាំការពារដំណាំគ្រប់ប្រភេទក្នុងករណីចាំបាច់ហើយប្រើថ្នាំបាញ់ណាដែលអនុញ្ញាតប្រើនិងក្នុងបរិមាណតិចតួចបំផុតចូលរួមថែរក្សាសុខភាព
ក៏ដូចជាបរិស្ថាន រួមគ្នាការពារសត្វមានប្រយោជន៍ដែលវាជួយដំណាំ ប្រើប្រាស់ថ្នាំការពារដំណាំធម្មជាតិដែលមិនមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន ទាំងនេះគឺជាគោលការណ៍ទាំង 7 ចំណុចនៃគោលការណ៍ស្រែល្អ សង្ឃឹមថាបងប្អូនបានស្ដាប់ហើយយកទៅអនុវត្តនៅក្នុងការងារប្រកបរបរកសិកម្មប្រចាំថ្ងៃ ហើយបើសិនជាបងប្អូនមានចម្ងល់ផ្សេងៗបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបាន ជួបគ្នានៅវីដេអូបន្តទៀត សូមជម្រាបលា